របស់ម្យ៉ាងដែលអ្នកដើរលេងគួរតែមានចុកខ្លួនបើទៅណោះនោះគឺ Smart Watch ហើយថ្ងៃនេះផងដែរខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីលានការដៃបែបសាច់កម្មមួយដែលមានតម្លៃត្រឹមតែ$289តែប៉ុណ្ណោះហើយអ្វីបានខ្ញុំហៅលានការហ្នឹងជាលានការបែបសាច់កម្មគឺដោយសារតែលានការមួយនេះគេ design មកកម្រិតបែបស្តង់ដារយោធាដែលវាមានន័យថាវាធន់ហើយប៉ះទង្គិចល្មមៗហ្នឹងគឺលានការនេះហើយលានការវេឆ្លាតមួយនោះមានឈ្មោះថា Amazfit Direct 3នៅពេលដែលខ្ញុំទទួលបានលានការនឹងដំបូង function តែមួយគត់ដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺ function បែបផ្សងព្រេងដោយសារតែផែនទីរបស់វាហ្នឹងគឺវាកំណត់គោលដៅបានច្បាស់លាស់មែនទែនហើយយើងក៏អាច download ផែនទី offline ពីក្នុង app ដែលវា support ជាមួយនឹងលានការមកប្រើប្រាស់ក៏បានដែរហើយទាំងអស់គ្នាដឹងហើយថាភាគច្រើនយើងដែលជាអ្នកចូលចិត្តជិះម៉ូតូឬក៏ជាអ្នកដែលចូលចិត្តធ្វើដំណើរទៅផ្លូវឆ្ងាយបែបបោះតង់បោះអីហ្នឹងយើងត្រូវការរបស់មួយដែលអាចចំណាយពេលមានថារបស់មួយនេះគឺវាធន់ជាមួយនឹងថ្មអាចប្រើប្រាស់បានយូរហើយ capacity ថ្មរបស់លានការនេះមានរហូតដល់700 mAh ណោះអញ្ចឹងមានន័យថាប្រសិនបើយើងប្រើប្រាស់ធម្មតាមិនមានបើកមុខងារទាំងអស់របស់វានោះទេមានន័យថាគ្រាន់តែយើងមើលម៉ោងធម្មតានឹងឯងនឹង alert notification ផ្សេងៗវាអាចប្រើប្រាស់រហូតដល់បាន27ថ្ងៃប៉ុន្តែប្រសិនបើយើងបើកមុខងារ GPS ឬក៏ set location របស់យើងនៅពេលដែលយើងឡើងទៅភ្នំឬក៏ជិះកង់តាណាឆ្ងាយៗអីវាអាចរួចយ៉ាងហោចណាស់ក៏បានដល់2ថ្ងៃដែរហើយលើពីនេះទៅទៀតវាអាចដឹងពីសម្ពាធខ្យល់ក្នុងបរិយាកាសអាកាសធាតុដែលមានត្រីវិស័យសម្រាប់យើងផងដែរហើយមកកាត់កញ្ចក់នាឡិកានេះវាមានទំហំរហូតដល់ 1.5 inch ណោះហើយ screen display របស់វានឹងគឺប្រភេទ AMOLED ដែលមានល្បឿន 60Hz ឯណោះដែលមានន័យថាការរអិលរបស់វានឹងគឺល្អមែនតើមួយទៀតផងដែរខ្ញុំដឹងថាអ្នកដែលចូលចិត្តជិះម៉ូតូផ្លូវឆ្ងាយឬក៏ធ្វើដំណើរទៅផ្លូវឆ្ងាយអីនៅពេលដែលយើងមើលនាឡិកាក្រោកកម្ដៅថ្ងៃនាឡិកាខ្លះវាអាចនឹងចាំងនៅជាមួយនឹងពន្លឺថ្ងៃដូច្នេះហើយវាធ្វើឲ្យយើងមើលទៅលើ screen smart watch របស់យើងនឹងក៏អត់ឃើញស្រួលទេប៉ុន្តែសម្រាប់ពន្លឺនាឡិកាមួយនេះវិញមានរហូតដល់2000 nits ឯណោះអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងទោះបីជាយើងស្ថិតនៅក្រោមពន្លឺខ្លាំងប៉ុណ្ណាក៏ដោយក៏នាឡិកានេះនឹងអាចមើលងាយស្រួលបានដែរហើយសម្រាប់មុខងារពិសេសមួយទៀតនោះគឺសម្រាប់អ្នកដែលចូលចិត្ត scuba អ្នកដែលជំនួយទឹកអីហ្នឹងគឺវាអាចជំនួយរហូតបានដល់45ម៉ែត្រឯណោះដែលវាគ្មានបញ្ហាសោះអញ្ចឹងដូចជាអស់ហើយសម្រាប់ function អ្នកចូលចិត្តដើរលេងចូលដើរព្រៃហ្នឹងឥឡូវយើងងាកមកមើល function បែបសុខភាពម្ដងច្បាស់ថានាឡិកាមួយនេះក៏ជានាឡិកាបែបសុខភាពផងដែរដែលវាអាច track ពីចង្វាក់បេះដូងរបស់យើងស្ពីតឈាមដំណេកនិង stress ផងដែរហើយលទ្ធផលនៃការធ្វើ process ទាំងអស់ហ្នឹងគឺវាលឿនមែនតើអាចនិយាយថាត្រឹមតែ30នាទីអ្នកទាំងអស់គ្នានឹងដឹងពីលទ្ធផលក្នុងរាងកាយរបស់អ្នកទាំងអស់គ្នាលានការមួយនេះអត់មាន speaker ទេប៉ុន្តែវាមាន function មួយដែលយើងអាចប្រើ chat GPT ដែលយើងអាចនិយាយលេងជាមួយវានៅពេលដែលយើងអត់សោះហើយទំហំផ្ទុករបស់វានឹងគឺមានរហូតដល់32 GB ឯណោះណាសម្រាប់ប្រព័ន្ធដំណើរការរបស់ T-Rex 3 នេះគឺគេប្រើ ZOS ចំនួនទី4ដែលយើងអាចទាញកម្មវិធី Z App មកប្រើនៅក្នុងលានការនេះហើយសូម្បីតែ watch face របស់វានឹងក៏យើងអាចដូរបានតាមចិត្តដែរឥឡូវនេះយើងនិយាយអំពី sport mode បន្តិចចុះសម្រាប់ sport mode លើលានការមួយនេះវិញគឺវាមានជាង170 sport mode ឯណោះអញ្ចឹងវាច្រើនមែនតើអញ្ចឹងខ្ញុំអត់ detail ច្រើនទេដោយសារអីមុខងាររបស់វានេះគឺមានច្រើនពេកអញ្ចឹងខ្ញុំប្រើក៏ប្រើមិនអស់ដែរហើយដូចខ្ញុំប្រាប់អ្នកនរគ្នាអញ្ចឹង function តែមួយមុខគាត់ដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺ function ផ្សងព្រេងដោយសារខ្ញុំគឺជាមនុស្សម្នាក់ចូលចិត្តជិះម៉ូតូផ្លូវឆ្ងាយអញ្ចឹង function មួយហ្នឹងគឺជា function ដែលស័ក្តិសមបំផុតជាមួយខ្ញុំអញ្ចឹងទាំងអស់គ្នាប្រសិនបើទាំងអស់គ្នាមិនចង់ចាយលុយ1000ទៅកាន់ Phoenix 8របស់ Garmin ទេអ្នកទាំងអស់គ្នាអាច check មើលទៅលើលានការមួយនេះបាន